សួស្តីបងប្អូនទាំងអស់គ្នាមកថ្ងៃនេះមកជួបខ្ញុំទៀតហើយបងថ្ងៃនេះមកម្លឹកមុខម្ហូបចាស់បន្តិចដោយសារអីខានយូរហើយឥឡូវមកមើលទាំងអស់គ្នាថាមុខម្ហូបចាស់ហ្នឹងឲ្យគេបងនេះបងថ្ងៃហ្នឹងបានបកង4ក្បាលដោយសារអីខានហូបយូរហើយដល់អញ្ចឹងហៅថាមុខម្ហូបចាស់ឥឡូវយកវាមកធ្វើឲ្យគេបងតាមដានទាំងអស់គ្នានេះបងថ្ងៃនេះបានបន្លែចម្រុះហ្មងណាដែលយកទៅធ្វើមុខម្ហូបនេះបងមានល្ហុងមានការ៉ុតមានប៉េងប៉ោះមានត្រសក់មានត្រប់អត់បានគឺម្ទេសបងនេះម្រះស្ពៃស្រួយហើយនឹងស្លែកដីខ្ទឹមសបងទៅមើលខ្ញុំធ្វើមុខម្ហូបឲ្យគេបងហើយកុំភ្លេចជួយ follow page នាងខ្ញុំម្នាក់មួយហើយនឹងជួយ subscribe channel YouTube នាងខ្ញុំម្នាក់មួយបងណាមកឥឡូវយើងមកលាងសម្អាតបកងទាំងអស់គ្នាប៉ុន្តែមុននឹងខ្ញុំយកទៅសម្អាតទឹកខ្ញុំចាប់ផ្ដើមកាត់ព្រួយវាសិនបងនេះបងកាត់ដូចខ្ញុំចង់មកនេះបងពោះវាយើងត្រូវកាត់អញ្ចឹងដើម្បីឲ្យយកអាសរសៃខ្មៅតែនេះវាអត់មានទេបងវាស្អាតណាដល់អញ្ចឹងយើងចាប់ផ្ដើមខ្វេះកន្លែងខួរវានេះបងនេះពេលឲ្យវាចេញយើងយកដៃបេះវាមកអានេះវាអត់សូវមានទេបងញ៉េវាមានតែបន្តិចមកបងបកងបានលាងសម្អាតស្អាតហើយឥឡូវខ្ញុំចាប់ដើមចាក់សូដាមកបងឥឡូវយើងដាក់ទាំងបកងទុកម្ដុំសិនទៅឥឡូវយើងចាប់ដើមមកចិត្តបន្លែបងមករះចិត្តសវកការ៉ុតវាឲ្យស្អាតមកស្លុកយើងយកទៅឈូសលាយជាមួយបុកល្ហុងរបស់យើងបងមកបងយើងលាងសម្អាតបន្លែឲ្យអស់ហើយឥឡូវយើងចាប់ផ្ដើមមកឈូសល្ហុងឈូសសរសៃយើងមកបងពេលយើងហូបទៅវាឆ្ងាញ់ណាស់មួយពេលដែលយើងបុកវាទៅវាចូលជាតិល្អនេះបងឈូសការ៉ុតលាយវាតិចមកមានពណ៌ស្អាតថ្ងៃនេះការ៉ុតខ្ញុំប្រើតែបន្តិចព្រោះខ្ញុំមានបន្លែច្រើនមុខហ្នឹងបងថ្ងៃនេះលាយស្ពៃពណ៌ស្វាយទៀតបងមួយមុខតិចមកបងអើយមិនតិចហ្នឹងមកត្បាល់ធំទៀតឡើយមកបងយើងមកចាប់ផ្ដើមបុកល្ហុងទាំងអស់គ្នាមានម្ទេសមានខ្ទឹមយើងចាក់ចូលគ្នាមកធ្វើការបុកវាមកបងថ្ងៃនេះខ្ញុំលាយម្ទេសមកទៀតណានេះបងថ្ងៃនេះខ្ញុំអត់ចង់មកទេម្ទេសខ្ញុំចង់ឲ្យវានៅធំខ្ញុំយកតែប៉ុណ្្នឹងបានហើយឥឡូវខ្ញុំដាក់ស្ករចូលប៊ីចេងមកវែកនេះបងយើងលុំវាតិចមកវាចូលជាតិឥឡូវយើងចាប់ផ្ដើមចាក់បន្លែចូលមានប៉េងប៉ោះមានស្រាយគួរមានប៉េងប៉ោះមានត្រប់បងឥឡូវយើងលុំវាឲ្យបែកតិចមកចាក់ទឹកប្រហុកចូលទឹកប្រហុកពីរវែកបងឥឡូវខ្ញុំចាប់ផ្ដើមចាក់ក្រូចចូលច្បាច់ក្រូចចូលក្រូចនេះខ្ញុំប្រើមួយផ្លែបងមួយព្រោះតែសារវាទឹកពេកឥឡូវខ្ញុំច្បាច់ក្រូចហើយខ្ញុំធ្វើការកូរវាបន្តិចមកបងនេះមកបងបន្លែខ្ញុំដាក់ហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់ល្ហុងចូលនេះបងអើយយើងធ្វើការលុំវាឲ្យវាចូលជាតិល្ហុងហើយនឹងគ្រឿងដែលយើងផ្សំមិញបងអើយដោយសារត្បាល់ខ្ញុំវារៀងទួយពេកដល់ចឹងទៅមើលទៅវារៀងពិបាកបុកបន្តិចតែតំណងណាបងអើយមើលនេះអូយលេកំណត់គឺហ្មងណាមកបងមុខម្ហូបខ្ញុំហើយថ្ងៃនេះបងបានបុកល្ហុងបងកងឆៅបងគ្រាន់តែឃើញក៏តំណងដែរមែនទេបងកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយហើយនឹងជួយ subscribe channel YouTube នាងខ្ញុំម្នាក់មួយបងណាអរគុណទុកមុនបងបាយបាយ